Ok តោះចឹងវីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងទៅនឹងការ crack Microsoft Word ហើយនឹង Windows ចឹងនេះខ្ញុំប្រើកម្មវិធីមួយនេះឈ្មោះថា KMS Spico ចឹងយើង right click លើវាយកពាក្យថា extract here តែយើងត្រូវបិទ antivirus សិនបើអត់បិទទេគឺវាចាប់វាស៊ីអស់ចឹងយើងអាចចុចកន្លែងនេះ search ថា Windows Security នេះចឹងយើង take កន្លែងនេះ Virus and Threat Protection យើង scroll មកក្រោមយកពាក្យថា Manage Setting ហើយយើងបិទវាអស់មកនេះ Real Time Protection នេះយើងបិទចុច Yes អូខេយើងបិទហើយយើង extract សារថ្មីចុច mouse ស្ដាំយកពាក្យថា extract here ហើយយើងចុច mouse ស្ដាំលើ file ហ្នឹងយកពាក្យថា run as administrator យកពាក្យថា yes យើង next accept next ទៀតមកយើងរងចាំបន្តិចអូខេអញ្ចឹងយើង install រួចហើយយើងចូលកន្លែង search នេះយើងវាយពាក្យថា KMS នេះយើងឃើញ KMS Spico យើងចុចលើវាយកពាក្យថា yes ហើយយើងចុចលើប៊ូតុងក្រហមមួយនេះចុចវាមក Program complete អញ្ចឹងវា crack ដាច់ឲ្យយើងអញ្ចឹងយើងសាកបើក Microsoft Word នេះបើកមកយើងចូល file មើលកន្លែង account នេះអញ្ចឹងវាដាក់ product activated Okay, thank you for watching.